ខ្ញុំដែរទៅគាត់ចោលទេលុយកាក់អ្វីៗខ្ញុំតែងតែឲ្យគាត់ជាបន្តបើទៅគាត់ពេលណាគាត់ត្រូវការហើយមកចុងក្រោយយាយកន្លះព្រឹកអាប់ការអញ្ចឹងយាយមកដៀលមកដៃខ្ញុំអញ្ចឹងយាយចាប់ពពកខ្ញុំដាក់គុកអញ្ចឹងហើយមិនបានយាយដៀលកូនកាយខ្លួនឯងអញ្ចឹងកូនមានតែមួយអីទៅយ៉ាងបានមិនអីចេញចង្កើតខ្ញុំឈឺចាប់ជំនួសប៉ាម៉ាក់ខ្ញុំកូនស្រីបង្កើតដែលមានឈ្មោះថាវ៉ាសកុនធានៅថ្ងៃនេះសូមធ្វើការបកស្រាយឡើងវិញជំវិញការលើកឡើងរបស់លោកយាយហេងសុខធីមបងប្អូនអរគ្នាកាលពីប្រហែលថ្ងៃមុននោះខ្ញុំបានផ្សព្វផ្សាយព័ត៌មានមួយដែលជាការលើកឡើងរបស់លោកយាយហេងសុខធីមដែលមានវ័យ72ឆ្នាំទៅហើយដោយអះអាងថាកូនស្រីបង្កើតគឺឈ្មោះវ៉ាសកុនធានិងប្តីដែលមានឈ្មោះថាគៀមនឹងហត់បានបន្លំលុយប្រាក់$70,000សហរដ្ឋអាមេរិកតាមរយៈកងធនាគារអេស៊ីដាហើយម្ដាយដែលមានឈ្មោះថាហេងសុខធីមក៏បានប្តឹងទៅតុលាការខេត្តត្បូងឃ្មុំរហូតមានការឃុំខ្លួនប្តីរបស់បងស្រីដាក់ពន្ធនាគារក្រោយពីបងស្រីវ៉ាសកុនធាបានឃើញការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មានកម្ពុជាឈ្នះនៅថ្ងៃនេះតែម្ដងថ្ងៃទី29ខែសភាគឺបងស្រីសូមធ្វើការបកស្រាយឡើងវិញពាក់ព័ន្ធបញ្ហានេះតើបងចង់បកស្រាយបែបណាជុំវិញការលើកឡើងរបស់ម្ដាយហេងសុខធីមអ្វីដែលគាត់លើកឡើងថាបងនិងកូនប្រសាបានបន្លំในការលួចលុយរបស់គាត់ថ្លៃលក់ដីរបស់គាត់$45,000ហើយមិនព្រមឲ្យគាត់ទេគឺស៊ីដាច់តែម្ដងតើបងមានការបកស្រាយបែបណាដែរការលុយហ្នឹងខ្ញុំមិនមានការស៊ីដាច់ទេចាលុយហ្នឹងការគាត់ចោទហ្នឹងជាពាក្យមិនពិតទេហើយការគាត់មានការយល់ច្រឡំឬក៏គាត់ភ្លេចភ្លាំងអីគាត់សតិមិនចាំមិនក៏ខ្ញុំអត់ដឹងដែរលុយ$45,000ហ្នឹងខ្ញុំបានឲ្យគាត់ទៅឲ្យគាត់ជាលុយខ្លួនខ្ញុំផ្ទាល់ហ្នឹងទៅគាត់ជាបន្តបន្ទាប់ខ្ញុំអត់ដឹងថាគាត់មានពីណានៅពីក្រោយខ្នងទេប៉ុន្តែមករយៈក្រោយគាត់បានលក់ដីទៀតគាត់ឲ្យខំឲ្យខ្ញុំហ្នឹងជួយផ្តិតមេដៃទៀតប៉ុន្តែដោយសារលក់ជាច្រើនលើកមកហើយគាត់មិនដឹងយកលុយទៅណាទេអត់ដែលឃើញបានសល់លុយទេអញ្ចឹងខ្ញុំមិនអាចផ្តិតឲ្យគាត់ទៀតទេខ្ញុំក៏ប្រាប់គាត់ថាយកទៅផ្តិតធ្វើម៉េចក៏យកទៅតែតាម៉ាចុះចាក្រោយមកក៏មានការប្តឹងហ្នឹងប៉ុន្តែខ្ញុំអត់ដឹងថាការប្តឹងហ្នឹងគាត់មានម្ដងពីគាត់ឬយ៉ាងណាទេប៉ុន្តែខ្ញុំនៅតែជឿចិត្តថាម្ដាយខ្ញុំអាចធ្វើរឿងហ្នឹងជាមួយខ្ញុំបានទេខ្ញុំដែរទៅគាត់ចោលទេលុយកាក់អ្វីៗខ្ញុំតែងតែឲ្យគាត់ជាបន្តបើទៅគាត់ពេលណាគាត់ត្រូវការចាមិនពិតទេខ្ញុំមានចេតនាណាទៅធ្វើបាបគាត់ទេខ្ញុំមានតែខំជួយថែរក្សាសុខភាពគាត់មានតែឲ្យកូនខ្ញុំថែសុខភាពគាត់ខ្ញុំផ្ដាំកូនខ្ញុំចាក្រោយពីចាប់ពីកូវីដមកគាត់មករស់នៅជាមួយកូនរបស់ខ្ញុំបើមិនមានកូនខ្ញុំជាសាក់សីហើយមានទាំងសវត្ថពេទ្យទៀតចារឿងហ្នឹងគាត់មិនអាចធ្វើខ្លួនអាចគាត់ឃ្លឿងគាត់បានទេដោយសារគាត់ចាំងហើយក៏គ្មានចំណេះវិជ្ជាជីវៈណាទៅរឿងក្តីហ្នឹងដែរបើសិនជាមានការអញ្ចឹងមិនគាត់សុខចិត្តមិននៅជាមួយកូនខ្ញុំដោយភាពសុខដុមរមនាទេចាសូមជំរាបប្រសាសន៍ទាំងអស់ដល់ឡែកសម្រាប់បងស្រីខាងឆ្វេងដៃខ្ញុំនេះត្រូវជាចៅរបស់លោកយាយហេងសុខធីមតើបងស្រីបានដឹងរឿងអ្វីខ្លះដែរក្នុងរឿងនេះម៉ាក់យាយខ្ញុំសង្ឃឹមថាម៉ាក់យាយឃើញវីដេអូហ្នឹងហើយពិចារណារឿងហ្នឹងឡើងវិញខ្ញុំស្រឡាញ់ទាំងអស់ទាំងម្ដាយឪពុកខ្ញុំជីដូនខ្ញុំស្រឡាញ់ណាស់ម៉ាក់យាយនិយាយអត់ពិតអញ្ចឹងម៉ាក់យាយគិតឡើងវិញមើលមានរឿងអីកើតឡើងឆ្នាំ2013ពេលថាគ្រូអូនស្លាប់នោះម៉ាក់យាយឆ្លោះគ្នាមិនខ្លះជាមួយកូនប្រសាស្រីម៉ាក់យាយដេញគាត់ចេញមិនខ្លះមានរឿងអីដល់ភូមិឃុំប្រជាជនគេដឹងគ្រប់គ្នាម៉ាក់យាយមកមិនម៉ាក់ដៃខ្ញុំមកអំបោខ្ញុំម៉ាក់កូនណាម៉ាក់ទៅជួយយាយហើយកងតិចគាត់ធ្វើរបស់សាច់នឹងមើលទៅមុខទេបងឯងនៅមើលប្អូនតូចៗនឹងបានអត់ណាបានម៉ាក់បានមកមិនទៅទេម៉ាក់ប្រឹងចុះជួយស្ដាប់គេទៅយូរក្រុមគ្រួសារយើងម៉ាក់ប្រឹងចុះគាត់ទៅទាំងអស់ប្រឹងទាំងអស់ពីអ្នកប៉ាហើយមកចុងក្រោយយាយកន្លះព្រឹកអាប់ការអញ្ចឹងយាយមកដៀលមកដៃខ្ញុំអញ្ចឹងយាយចាប់ពពកខ្ញុំដាក់គុកអញ្ចឹងហើយមិនបានយាយដៀលកូនកាយខ្លួនឯងអញ្ចឹងកូនមានតែមួយអីទៅយ៉ាងបានម៉ាក់អីចេញចង្កើតខ្ញុំឈឺចាប់ជំនួសប៉ាម៉ាក់ខ្ញុំជាអ្នកឯពេលច្រើនណាស់ម៉ាក់យាយដឹងអត់ម៉ាក់យាយថាម៉ាក់យាយហ៊ាននៅជាមួយម៉ែឪខ្ញុំទេខ្លាចគាត់មានចេតនាអាក្រក់ម៉ាក់យាយចាំអត់ពេលកូវីដណាម៉ាក់យាយឡើងមកមើលចៅទួតនេះឡើងមកនៅពេញរហូតដល់ឆ្នាំ2024នេះណាគេមើលថែម៉ាក់យាយណាគេយកម៉ាក់យាយទៅពេទ្យណាគេអ្នកចេញលុយថ្លៃថ្នាំសកើម៉ាក់យាយណាគេអ្នកផ្ញើលុយឲ្យម៉ាក់យាយចាយរាល់ខែមានតែម៉ែខ្ញុំហ្នឹងម៉ែបាក់ដាំខ្ញុំប្អូនខ្ញុំកូនណាជួយមើលយាយផងម៉ាក់ល្វត់ណាខ្ញុំនៅនេះមើលយាយអស់ពីចិត្តពីថ្លើមម៉ាក់យាយចាំអត់
មួយម៉ាក់យាយច្រើនដងហើយប៉ុន្តែម៉ាក់យាយអត់ចរចាមួយពួកខ្ញុំទេហើយអីដែលយើងទទួលបានគឺការចរចាមួយយើងទទួលបានយកអត់បានម៉ាក់យាយចង់ផ្លាញ់កូនឯងហេតុអីធ្វើបានចង់ប្របាត់មុខរបរកូននេះមុខរបរឪពុកខំຕົកមកឲ្យដល់កូននេះម៉ាក់ប៉ាខំស្ដារមុខរបរឡើងតាំងពីអត់មានអីរហូតដល់មានអីដល់សប្តាហ៍ថ្ងៃហ្នឹងម៉ាក់យាយមានមើលឃើញការខំប្រឹងប្រែងរបស់ម៉ែឪខ្ញុំទេហេតុអីខ្ញុំសួរម៉ាក់យាយអាយុពុកបានម៉ាក់យាយទៅនៅជាមួយពីណាហើយពិចារណាមើលម៉ាក់យាយកូនមួយម៉ែមួយម៉ាក់យាយទាទាំងអស់ទាទាំងផ្ទះទាទាំងដីបដិមេដៃរកឯកសារទាំងអស់ម៉ាក់យាយយកទៅណាម៉ាក់យាយយកទៅណាបើកូនមានតែមួយហ្នឹងម៉ាក់យាយយកទៅណាហើយម៉ាក់យាយពិចារណាទៀតបើម៉ែកូនបកកើតទៅឆ្លោះគ្នាអ្នកណាអ្នកបានបញ្ចោពីរឿងហ្នឹងណាម៉ាក់យាយអ្នកណាគេអ្នកចាំទទួលបញ្ចោពីរឿងហ្នឹងសូមឲ្យសាលាដំបងធ្វើការពិនិត្យមើលរឿងហៅនឹងឡើងវិញឲ្យបានច្បាស់ហើយសូមឲ្យសាលាឧទ្ធរអនុញ្ញាតឲ្យប៉ាខ្ញុំចេញមកខាងក្រៅបាន ចាខ្ញុំសូមសំណូមពរឲ្យខាងសាលាដំបងចាធ្វើការជាថ្មីឡើងវិញស៊ើបអង្កេតឡើងវិញនៅសំណុំរឿងនេះដោយសារវាមិនប្រក្រតីទេហើយសូមឲ្យសាលាឧទ្ធរនឹងមានការធ្វើការងារនឹងស៊ើបសួរឡើងវិញដោយសារខ្ញុំសូមសំណូមពរឲ្យគ្រួសាររបស់ខ្ញុំហ្នឹងចាបានចេញនៅខាងក្រៅនេះបើមិនដូច្នេះទេខ្ញុំសុខចិត្តទោះពួកអីគាត់គ្មានកំហុសអីទេខ្ញុំសុខចិត្តទៅនៅឃុំជាមួយគាត់ក៏បានដែរ